ហើយយើងនិយាយពីការប្រកួត UEFA Champions League semi final យប់មិញយើងរកឃើញហើយពីក្រុមឡើងទៅកាន់ភាពដៃព្រាត់គឺក្រុមបាល់ទាត់ Arsenal ក្រោយពីផ្ដួលក្រុមបាល់ទាត់មកពីអេស្ប៉ាញ Atletico Madrid ហើយនឹងក្រុមបាល់ទាត់ជើងឯកបារាំងហើយជាជើងឯកការពីតំណែងជើងឯក UEFA Champions League រដូវកាលមុន UEFA Paris Saint-Germain ផ្ដួលក្រុម Bayern Munich របស់អាល្លឺម៉ង់ពួកគេបានធ្វើការប្រកួតយប់មិញរយៈពេល90នាទីនៅ Allianz Arena ទឹកដីរបស់ក្រុម Bayern នៅប្រទេសអាល្លឺម៉ង់ក្រោយពីលទ្ធផលគឺចប់ទៅ1ស្មើអញ្ចឹងបានន័យថាសរុបលទ្ធផលទាំងពីរជើងមកជើងទី1 5-4ជើងទី2 1ស្មើអញ្ចឹង6-5អានឹងបានធ្វើឲ្យអ្នកគ្រប់គ្រងរបស់ប៉ារីសគឺគាត់បានកក់ក្ដៅនៅក្នុងការសប្បាយចិត្តនៅពេលដែលក្លឹបខ្លួនឯងឡើងទៅប៉ះអាសនលនៅវគ្គដៃព្រាត់ហើយសោកស្ដាយផងសម្រាប់ក្រុម Bayern Munich ក្រោយពីរងបរាជ័យចាញ់ប៉ារីសទាំងពីរជើង 6-5 ជើងទី1ចាញ់5ជើងទី1 4-5 ហើយជើងទី2 1ស្មើវាមិនដូចជាមិនអាក្រក់ពេកទេសម្រាប់ Bayern ព្រោះការប្រកួតយប់មិញនៅក្នុងដី Bayern ពិបាកជាងជើងទី1ទៀតពិបាកខ្លាំងណាស់ជើងទី1អ្នកណាក៏ស្ងើចអ្នកណាក៏ភ្ញាក់ផ្អើលដែរហេតុអីព្រោះថាមិនដែលមានការប្រកួតវគ្គ4ក្រុមឯណាស៊ីគ្នាសាហាវដូចពេលដែល Bayern ជួប Paris សោះហ្មងសុទ្ធទៅសុទ្ធមកសុទ្ធទៅសុទ្ធមកម៉ែអើយដូចពូនិយាយចឹងថាអត់មាន boring សូម្បីតែ1វិនាទីហ្មងចឹងការប្រកួតជើងទី1វាលើសពី over វាចូល double over ហើយតែដល់ពេលជើងទី2នេះវាលើសពីអ្វីដែលយើងគិតទុកវា180ដឺក្រេហ្មងហើយបើយើងតឲ្យទៀតណាបើយើងតឲ្យប៉ារីសទីណាមុនការប្រកួតណាតមកគ្រាប់ក្នុងដីហើយលទ្ធផលមានណា over ណាកូនចាញ់មកផែនដីយប់មិញចាញ់ទាំងអស់ហ្មងកូនណាក៏ចាញ់ដែរយប់មិញអាណាក៏លេង over ដែរយប់មិញចុះយើងគិតថាក្រៅដីទឹកដីប៉ារីសបើយើងដាក់ 4-5 អញ្ចឹងជើងទី2ដឹងសុទ្ធនេះដូចផ្ទះអញ្ចឹងហើយត្រូវនឹងមេតម្លាក់គ្រាប់តមកគ្រាប់ទៀតមានអីទៀតចាប់សាប់គ្រប់មកអំបិលតែមែនយប់មិញអ្នកគ្រប់ត្រូលបើយើងយប់មិញចាញ់តែមិនអស់ចិត្តពូដឹងអារម្មណ៍មួយហ្នឹងហ្មងចាញ់តែមិនអស់ចិត្តជាពិសេសគឺបាល់កំហុសកន្លែងហ្នឹងគឺបញ្ហាថងថាហេតុអីបាល់ប៉ះដៃវីតចៅអាវដេវីសកន្លែងហ្នឹងមិនបានអាប៊ីតអត់ចាប់ឲ្យបាល់ penalty ហ្នឹងកន្លែងហ្នឹងឯងបញ្ហាយប់មិញវាត្រូវបានយកទៅវែកញែកសំបីតាRomano Fabrizio ក៏គាត់បានយកទៅផុសដែរហើយមានការចាប់អារម្មណ៍តាក់ទាញខ្លាំងជុំវិញអារូបភាពបាល់ប៉ះដៃរបស់ Neves សម្រាប់ការប្រកួត Bayern ទល់នឹងប៉ារីសយប់មិញវាតានតឹងមែនតើហ្មងតែសំខាន់ហើយបាល់យប់មិញហ្នឹងប៉ារីសស៊ីមុនទៀតម៉ែគាត់តែ kick out មិនទាំងដល់2នាទីផងប៉ារីសដាក់ភ្លឹបអូស្មានដេមបេលេអ្នកទាត់ចូលអាក់ស៊ីសកាត់ចេញពីខ្វីឆាហ្វារ៉ាស្គីឡាមកគ្រាប់តែប៉ុណ្ណឹងមកគ្រាប់ហ្នឹងគឺរក្សាសឹងថាដល់ចប់ការប្រកួតហ្មងសាយ៉នតែគាត់ថាវាប៉ះមែនវាប៉ះអារម្មណ៍ខ្លាំងប៉ះអារម្មណ៍ fan Bayern យប់មិញអូយប់មិញអ្នកគ្រប់ត្រូលនៅកីឡាដ្ឋានផ្ទាល់គប់ដបគប់កំប៉ុងទឹកសុតទឹកក្រូចចូលទីលានពួកគេអត់សប្បាយចិត្តជុំវិញការកាត់សេចក្តីរបស់អាប៊ីតយប់មិញដូចជនជាតិប៉ូទុយហ្គាល់លោក Hel Piros គាត់កាត់សេចក្តីវគ្គ4ក្រុមចុងក្រោយតែមែនវាមានរឿងចម្រាស់ខ្លាំងណាស់យប់មិញពាក់ព័ន្ធនឹងការសម្រេចចិត្តអាកន្លែងបាល់ប៉ះដៃចៅនៃវេសហ្នឹងកន្លែងហ្នឹងហើយវាធ្វើឲ្យវាក្តៅមែនទែនហើយទម្រាំតែបើយើងតាមស្មើវាដល់ម៉ោងបាត់ហើយហ្នឹងថែម5នាទី Hurricane អ្នកសុទ្ធគ្រាប់5ស្មើទោះបីជាមួយស្មើក៏បើយើងធ្លាក់ដែរបើយើងចាញ់គ្រាប់សុទ្ធប៉ារីស6គ្រាប់ទល់នឹង5គ្រាប់អត់ទេបើយើងយប់មិញមិនមែនថាបើយើងមិនល្អទេបើយើងល្អតែបើយើងល្អវាដូចពងនិយាយចឹងថាសំណាងវាមិននៅខាងបើយើងទី1ក្នុងដីទី2ការលេងគឺកីឡាករ11នាក់របស់បាយ័នគឺបានដាក់ចិត្តដាក់បេះដូងដាក់ជីវិតប្រាក់លេងហើយឯងមានអីត្រូវធ្លាក់មានអីត្រូវទប់មានអីត្រូវស្ដាយខ្លាចធ្លាក់ខ្លាចចាញ់ទៀតហើយមានព្រៀបលើក្រុមភ្ញៀវប៉ារីសទៀតតែសំណាងវាអត់នៅខាងបាយ័នអូយសុទ្ធយប់មិញសុទ្ធដូចផ្ទះអញ្ចឹងចាំម៉ាល់ម៉ូសេឡា Michel Olise Luis Diaz ឥឡូវប្រហែលជើងសុទ្ធប្រហែលជើង Olise យ៉ាងតិចណាក៏5ជើងសុទ្ធដែរ
ចាំមកស៊ីឡាតិចបំផុតក៏4ជើងដែរ Luis Diaz 4ទៅ5ជើងសុទ្ធឱកាសច្រើនណាស់បើយើងឱកាសច្រើនតែដូចពងនិយាយចឹងថាវាសុយបាល់សុយហើយត្រូវនឹងហ្គោលរបស់ប៉ារីសល្អទៀតយប់មិញនឹង Stefano យប់មិញសឹងថាដូចណយឲ្យចូលខ្លួនចឹងសុទ្ធតែមិនក៏មិនចូលដែរបើយើងទាត់មិនក៏មិនចូលដែរយប់មិញឆ្វេងស្ដាំលើក្រោមអូ Stefano សយសែវបានទាំងអស់នឹងកន្លែងហ្នឹងហើយដែលពូគិតថាទី1បើសំណាងវាមិននៅខាងបាយយើងទី2ចំពេលហ្នឹងគឺចំពេលដែល Stefano ល្អពេកល្អយកតែមែនតើហ្មងបានថាវាល្អខ្លាំងយប់មិញប៉ារីសហើយអាល្អហ្នឹងវារួមចំណែកមួយទៀតគឺកីឡាករប៉ារីសលេងគឺស្មើគ្នាហ្មងគេហៅធ្វើការស្មើគ្នាហ្មងដេញស្មើគ្នាប្រេះស្មើគ្នាប្រេះខ្លាំងពេកធ្វើឲ្យកីឡាករបាយយើងពិបាកលេងខ្លាំងណាដូចអូលីសេអញ្ចឹងអូលីសេសួរថាហេតុអីបានអូលីសេគាត់យប់មិញគាត់អត់មានគ្រាប់ទី1គាត់ប៉ះជាមួយនឹងដៃគូគាត់គឺ Nuno Mendes អញ្ចឹងគាត់ប៉ះ Mendes គាត់ដឹងថាជើងទី1 Mendes បិទគាត់ប៉ុណ្ណាតាំងលបឿនតាំងបច្ចេកទេសនៃការកាត់បាល់អញ្ចឹង Mendes បានប្រាប់ខ្លួនឯងហើយ Mendes ដឹងថាទូនីតិរបស់ខ្លួនគេហ្នឹងគឺត្រូវតែបញ្ឈប់អូលីសេមែនផែនការរបស់លោក Enrique គាត់ដាក់ទៅគឺជោគជ័យមែនគាត់ប្រើឲ្យ Nuno Mendes បិទគឺបិទមែនជាប់មែនហើយ Nuno Mendes ហ្នឹងមិនត្រឹមតែជាខ្សែការពារដែលបិទអូលីសេល្អទេ skill របស់គាត់អាចញាក់កីឡាករបាយយើង2ទៅ3នាក់ទាញបាល់យកមកឈុតនៅហ្គោលរបស់បាយយើងបានទៀតវាល្អត្រង់ហ្នឹង Nuno Mendes ហ្នឹង Mendes មានទាំង physical មានទាំង tactic មានទាំង speed អូយមកទាំង pro ហ្មងហើយកីឡាករយប់មិញរបស់ប៉ារីសគេចាប់ទី1គេចាប់អូលីសេ1ទី2 Luis Diaz ចាំមក Mozilla អាហ្នឹងគឺគេមិនសូវ focus ហ្មងទេតែគេប្រយ័ត្នជាងគេគឺអូលីសេហ្នឹងហ្មងយប់មិញកីឡាករប៉ារីសដេញទាំងអស់ដេញស្មើគ្នាហ្មង Joao Neves Vitinha Fabian Ruiz Due wow Mendes ដាក់មកគឺទៅហ្មងអត់ទេបើយើងដល់ថ្នាក់បើយើងចែកលេងចឹងគឺបើយើងកៀងហ្មងកៀងវាហត់ឲ្យវា stress ហ្មងដល់ពេលដែលចែកបាល់លេងចេញដោយសារប៉ារីសប្រេះយកតែមែនតើហ្មងប៉ារីសយកមិនគឺចាំតែលេងបាល់ counter ទេឲ្យតែក្រុមបើយើងភ្លាត់ដោយអាមកគ្រាប់ដែល Ficha សហការគ្នាជាមួយ Fabian Ruiz ហ្នឹងឃើញទេមកប៉ះពីរប៉ះរត់ក្រោយខ្នងគេ Ficha រត់ក្រោយខ្នងឯងគាត់ថាភ្ជាប់ពី Mendes ឲ្យទៅ Fabian Ruiz គាត់តម្លាក់ឲ្យ Ficha បោះឲ្យ Ruiz វិញគាត់ថា Ficha បែរមក Fabian កាត់ឲ្យពឹបអត់ over ទេទៅចំហគឺទៅ smooth ហ្មងហើយសំខាន់បាល់ control បានល្អដាក់ចូលប្រអប់បានទៀតហើយបាល់កាត់ចូលប្រអប់នោះ Ficha ឆ្លាតហ្នឹងIQ Ficha គឺឆ្លាតមែនគាត់ check មើលកណ្ដាលអាណាគេDue ទីក្រោយមានអាណាគេJoao Neves ខាងស្ដាំមកដាក់ Ousmane Dembele នោះគាត់នៅកន្លែងទៅឃើញ Ousmane Dembele កាត់មកបាំងភ្លឹបមកកំបិតអត់មានសាមយ៉ាមទេណយឲ្យចាប់យ៉ាងម៉េចបើបាល់លឿនដូចយកកែតអីបាំងភ្លឹបមកអញ្ចឹងបានពូថាប៉ារីសវា smooth ត្រង់ថាប្រេះទាំងអស់គ្នាដេញទាំងអស់គ្នាតែបើបាល់ counter ប៉ារីសគុណភាពណាស់ចេញមកច្បាស់ហ្មងឲ្យស្លាបសងខាងគឺស្មើគ្នាហ្មងអាស្ដាំ Ousmane Dembele អាឆ្វេងDue អញ្ចឹងវាធ្វើឲ្យការលេងវាអត់មានគេហៅថាសំពីកមកខាងស្រាលមកខាងធ្ងន់មកខាងល្អមកខាងមិនល្អគឺអត់ទេថ្មីត្បិតតែយប់មិញប៉ារីសអវត្តមានអាចរះហៅគីមីកូដស្ដាំមែនតែគេនៅតែបំពេញបានល្អអញ្ចឹងយប់មិញអត់បញ្ហាទេជើងក្រោមគេ William Pacho Marquinhos Nuno Mendes អូយម៉ែអើយហើយ Zaire Emery អត់ទេដាក់ Emery ទៅក៏អូខេតែបើតា Emery អាចនិយាយថាមិនទាន់មានកម្រិតប្រហាក់ជាមួយ Hakimi ប៉ុន្តែតំបន់ហ្នឹងគាត់ទទួលបានគាត់គ្រប់គ្រងបានអញ្ចឹងអត់បញ្ហា 4-3-3 ប្រព័ន្ធប្រយុទ្ធចំហ្មងអត់ទេ Enrique ចាប់កុកបាយយើងជាប់ហ្មងចាប់បានហ្មងល្វី Enrique គាត់ចាប់កុកបានហ្មងគាត់ដឹងថាបាយយើងឲ្យទៅដល់នេះអារ៉ាបបំរើនេះចែកពី Joshua Kimmich ឬក៏ Pavlovic នេះអាហ្នឹងគាត់ដឹងថាប្រេបិទឲ្យជាប់មក Olise ដឹងតែទាញទាត់ហើយអា Olise គឺ
cái bát từ tạt tiền máu cứ toát này dân ban men đây cứ còn bật màn ao chừng phê bỏ oli tuột bàn oli chụp anh kiêng men oli dê quát ha men oli dê bị on này cái đó nha đời sao men đây slide về men đây hạ ca khi lọ về phật mũi nơi mũi mẹ cầm nơi cover thì chân bàn việc bàn nhà mong và pon phải chút bỏ bây giờ hay đội Hurricane quátอายุก็เจริญhayทำมาปอลบอกquát nó còn mình sâu mình phịchประมาณquátแต่แล้วมาเล่นบำราไว้เนี่ยนะยังอยู่มันไปตามตั้งครั้งน่ะแต่อยู่มันซีจะมากรอบกดมองปารีสโดยปุ่งใหญ่จะตำรวจตะไคร้สบกปรามบามากรอบปีHurricaneตามสมาปนังคือจอบมองละมุมยังจูนำนาพิวยังเป็นแต่quay mơ cái từ thưa mấy bây giờ ụt cái anh ca ngày nào sao ta trường tì pi pu pra ti thà Paris hơi anh pra thà Paris hơi nơi ta mình chưa thì ô thì chưa chơi được bài chơi nè thì chưa chơi được bài chơi kháng à mà tập về chân mặt đang thà Paris lò ai Paris cái áp banh hà lên nó xu thà Paris miền ai thịt lấy ăn ơi nó chẳng tập pa Arsenal nơi ngàyที่30nơiที่กรุงอิสตันบูลประเทศตุรกีnơi Budapestประเทศฮังการีnơiที่กรุง Budapest ฮังการีឆ្នាំนึงចឹងយើងបាច់រៃរាប់ច្រើនហើយយើងคลิปតែប៉ុណ្្នឹង